មិនដែលឃើញកូនមន់ណាខ្លាំងចឹងសោះនៅក្នុងសម្បុកពូវាចាប់ផ្ដើមហាត់ប្រដៅបាត់ទៅហើយទើបតែញ៉ាសោះមានកម្លាំងវាលុកគួរឲ្យខ្លាចបាត់គ្រាន់តែវាចេញមួយដៃស្រាវសោះឯណោះអាចវាមន់គូឡើងស្រុតកម្មបាត់ទៅហើយតែមន់គូនោះមិនត្រឹមតែមិនខឹងទេថែមទាំងសប្បាយចិត្តខ្លាំងទៀតផងដូចជាមើលឃើញតារាប្រដៅថ្មីមួយដួងកំពុងតែរះឡើងចឹងតែស្រាប់តែពេលនោះមានស៊ុបមួយគ្រាប់ក្បែរមេមន់ដែលមិនទាន់ញ៉ាបានធ្វើឲ្យវាចាប់អារម្មណ៍ដោយសារតែចង់ដឹងវាប្រញាប់រើស៊ុបនោះមកអង្រួនមើលភ្លាមបន្ទាប់ពីផ្អែកត្រចៀកស្ដាប់ដឹងថាគ្មានអីហើយវាក៏ធ្វើកាយវិការជួយជំរុញឲ្យញ៉ាចេញមកអ្នកណាទៅដឹងថាកូនពៅដែលញ៉ាក្រោយគេនេះបែរជាខ្លាចដូចសត្វកណ្ដុរចឹងគ្រាន់តែមើលមុខឪពុកជាមួយផ្លែភ័យឡើងរត់ទៅពូនក្នុងទ្រូងម៉ែបាត់ទោះជាយ៉ាងណាក៏ដោយមន់គូនៅតែនាំពួកវាទៅវឹកហាត់នៅទីលានប្រដៅដដែលដើម្បីត្រៀមខ្លួនប្រកួតជើងឯកប្រដៅដែលជិតមកដល់ពិតណាស់ដោយសារតែជឿជាក់លើវិន័យតឹងរឹងទើបការវឹកហាត់មកចត់ខ្លាំងណាស់មួយថ្ងៃត្រូវដើរការរំសុទ្ធរាប់មិនដងនឹងទីពង្រេកកម្លាំងដៃ3,000ដងព្រមទាំងរត់ម៉ារ៉ាតុងបង្កើនកម្លាំងស៊ុបគឺមិនអាចខ្វះបានសូម្បីតែមួយឃើញកូនពៅនៅតែឈរមើលមិនព្រមចូលរួមវឹកហាត់មន់គូក៏ចាប់វាដាក់លើម៉ាស៊ីនរត់តែម្ដងទៅកប់សេរីមកបង្វិលកងចាក់ដោយដៃបង្ខំឲ្យវាវឹកហាត់តែម្ដងមិនយូរប៉ុន្មាន15ថ្ងៃបានកន្លងការហ្វឹកហាត់របស់កូនមន់ទាំងឡាយក៏ចាប់ផ្ដើមហុចផុសហើយឃើញបែបនេះមន់គូពិតជាពេញចិត្តនឹងក្បាច់វារបស់ពួកវាណាស់តែពេលក្រឡេកទៅមើលកូនពៅវិញធ្វើឲ្យវាហួសចិត្តជាខ្លាំងដៃទុនអ៊ីននឹងដូចជាកំពុងអេះឲ្យការរងខ្សាច់ចឹងបន្ទាប់មកកន្លះខែបានកន្លងផុតទៅការប្រកួតកាន់តែខិតមន់គូបានយកឧបករណ៍ពិសេសមកវឹកហាត់ភាពរហ័សរហួនរបស់ពួកវាចំណែកអាមានដងពីកំណើតពីល្បីក្បាលនោះថែមទាំងអាចវាចាញ់ឈ្នះជាមួយស្រមោលធ្វើឲ្យមន់គូមានអារម្មណ៍កក់ក្ដៅចិត្តយ៉ាងខ្លាំងតែពេលវាលួចមើលកូនពៅដែលកំពុងលេងល្បែងស្រមោលដៃទៅវិញអារម្មណ៍ខកចិត្តនេះធ្វើឲ្យវាឡើងឈឺក្បាលហ្មងពេលវេលាដែលលឿនណាស់មួយប៉ព្រិចនៃការប្រកួតបានមកមន់គូណែនាំយុទ្ធសាស្ត្ររួចក៏ដើរទៅឈរក្បែរតារាទោះបីជាមុខវា flex មើលទៅស្ងប់ស្ងាត់តែក្នុងចិត្តភ័យឡើងចង់លេចនំហើយព្រោះតែកូនរបស់វាត្រូវបានគេវាយឲ្យសន្លប់អស់ទៅពេលនេះសល់តែសេចក្តីសង្ឃឹមចុងក្រោយនៅលើទីលានប៉ុណ្ណោះធ្វើតាមអ្វីដែលឪពុកប្រាប់កូនមន់ពណ៌លឿងចង់វាមួយថេតែមិននឹកស្មានថាមន់ហោះមិនទុកឱកាសឲ្យវាតតែសោះក្បាច់ដើរខ្យល់ព្យុះវិលមុខប៉ុន្មានដូចក្រេមិនដឹងវាឡើងវិលមុខធេងមកបន្ទាប់មកគឺកណ្ដាប់ដៃធ្ងន់ដូចព្យុះភ្លៀងបុកចំក្បាលពេញចំពេលដែលហ្វូមមន់គូមិនហ៊ានមើលបន្តឃើញមន់ហោះដកបន្ទាត់ម៉ែត្រមកវាស់វិញបន្តិចថែមមួយដៃធ្ងន់ទៅវាកូនមន់លឿងហោះចេញពីសង្វៀនបាត់កម្លាំងបុកនោះខ្លាំងដល់ថ្នាក់រហែកខោឲ្យអ្នកមកមើលជុំវិញអស់ទៀតប្រឈមមុខនឹងស្ថានភាពចាញ់បោកសម្អាតចឹងមន់គូខឹងផងយំផងឃើញចឹងកូនពៅក៏ប្រញាប់ចូលទៅលួងលោមអ្នកណាដឹងថាឪពុកវាឃើញហើយបែរជាសម្រេចចិត្តសំព្រេងទាំងបង្ខំចិត្តទៅវិញដើម្បីកិត្តិយសក្រុមមិនស្ដាយក្រោយនឹងរុញកូនពៅឡើងសង្វៀនទាំងមិនទាន់ត្រៀមខ្លួនឡើយប្រឡេកមើលដៃគូប្រកួតដែលមុខឡើងកាច់សាហាវកូនមន់លឿងភ័យពេកបែរក្រោយរត់ប្រាស់អាយុបាត់តែមិននឹកស្មានថាមន់គូមិនបណ្ដោយតាមចិត្តវាលើកនេះមន់លឿងមានតែសម្រេចចិត្តប្រថុយប្រកួតស្លាប់រស់ហើយបន្ទាប់មកមន់ហោះប្រើក្បាច់ចាស់ដដែលក្បាច់ដោកខ្យល់ព្យុះវាសម្ដៅម្ដងទៀតតែមិននឹកស្មានថាក្បាច់នេះប្រើមិនត្រូវនឹងកូនមន់លឿងដែលតូចហើយរហ័សតតែសោះវាគេឆ្វេងគេចស្ដាំយ៉ាងស្ទាត់ជំនាញរួចក៏ឲ្យខ្លួនចេញពីខាងក្រោយក្នុងដៃគូប្រកួតបាត់ភ្លាមតែការយកតែគេគង់តែមានពេលព្រាត់ស្ងៀតម្ដងមិនខានលើកនេះដោយសារតែគេយឺតជាមួយជំហានកូនមន់លឿងត្រូវបានគេបុកឆ្វេងស្ដាំស្ទើរតែហោះចេញទៅក្រៅបាត់ទៅហើយពេលដែលវាដួលទៅទាំងត្រេតត្រត់នោះវាបែរជាទៅប៉ះចំដកថ្នាំពៅមួយដបទៅវិញលើកនេះទឹកថ្នាំពណ៌បៃតងចម្លែកបានហូរចូលទៅក្នុងពោះរបស់វាស្រាប់តែទឹកមុខរបស់កូនមន់លឿងប្រែប្រួលភ្លាមបន្ទាប់ពីមុខវាប្រែជាពណ៌ខៀវនិងក្រហមប្រដុកវាស្រាប់តែទទួលបានថ្នាំពណ៌ពិសេសមួយរំហោះឡើងលើមេឃរួចបង្ហាញក្បាច់ដើរខ្យល់ព្យុះវាបកវិញយ៉ាងសាហាវហើយពេលនេះមន់ហោះត្រូវបានគេវាសង្កត់ជាប់ទាំងស្រុងកូនមន់លឿងដែលមើលទៅតូចល្អិតនោះកប់សេរីមកបញ្ចេញអស់ពីសមត្ថភាពបញ្ចប់ការប្រកួតនេះបាត់ទៅហើយលើកនេះក៏យកពានរង្វាន់ជើងឯកមកគ្រប់គ្រងបានសម្រេច